តើអ្នកធ្លាប់ត្រូវម៉ាក់ប៉ាគំរាមថាឲ្យឈប់យំប្រយ័ត្នប្រមាត់ប្រមុងចាប់យកទៅទេចុះបើការគំរាមនោះមិនមែនត្រឹមតែជារឿងប្រឌិតតើអ្នកនឹងមានអារម្មណ៍យ៉ាងណាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់យើងថ្ងៃនេះយើងនឹងនិយាយអំពីរឿងមួយដែលកាលពីក្មេងអ្នកណាក៏ធ្លាប់ឮហើយក៏ធ្លាប់ខ្លាចរហូតដល់យំលែងចេញដែរនោះគឺរឿងប្រមាត់ប្រម៉ង់តើអ្នកទាំងអស់គ្នានៅចាំអារម្មណ៍ពេលម៉ាក់ប៉ាគំរាមថាប្រយ័ត្នប្រមាត់ប្រម៉ង់ចាប់យកទៅទេអូហូយគ្រាន់តែឮពាក្យនឹងភ្លាមព្រឺសម្បុរខ្ញាក់តែម្ដងកាលពីតូចឲ្យតែពេលយំររឿងឬមិនព្រមគេងថ្ងៃម៉ាក់ខ្ញុំតែងតែប្រាប់ថាឈប់យំភ្លាមអាប្រមាត់ប្រម៉ង់វាមកដល់មុខផ្ទះហើយវាស្ពាយការុងខ្មៅធំមួយត្រៀមចាប់ក្មេងណាដែលយំមិនព្រមបិទមាត់ពេលនោះខ្ញុំភ័យណាស់សង្ងំតតែគីងលុកមែនហើយមិនមែនមានតែឯងទេសូម្បីតែខ្ញុំក៏ធ្លាប់ត្រូវគេគំរាមបែបនឹងដែរតែអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាតើប្រមាត់ប្រម៉ង់នឹងជាអ្វីឲ្យប្រកាសជាខ្មោចជាបិសាចឬក៏ជាមនុស្សពិតប្រាកដដែលដើរចាប់ក្មេងយកទៅវះយកគ្រឿងក្នុងខ្ញុំធ្លាប់ឮចាស់នៅស្រុកនិយាយថាពួកគេជាមនុស្សដែលរៀនសិល្បៈខ្មៅងងឹតពិតណាស់រឿងនេះវាមានប្រវត្តិអាចកំបាំងច្រើនណាស់តាមពិតទៅពាក្យថាប្រមាត់ប្រម៉ង់នេះគឺសំដៅលើក្រុមមនុស្សដែលដើរប្រមាញ់យកប្រមាត់មនុស្សស្រស់ដើម្បីយកទៅធ្វើជាថ្នាំស័ក្តិសិទ្ធិឬយកទៅបូជាយ៉ាញ់ក្នុងពិធីសិល្បៈសាស្ត្រផ្លូវងងឹតថ្ងៃនេះយើងនឹងកកាយរឿងនេះឲ្យស៊ីជម្រៅតែម្ដងចុះហេតុអីបានជាត្រូវយកតែប្រមាត់អញ្ចឹងខ្ញុំគិតថាបើគ្រាន់តែជារឿងបំលាច់ក្មេងមិនក៏រៀបរាប់សាហាវម្លេះឮឲ្យស្រីវពោះណាស់តាមជំនឿពីបុរាណគេជឿថាប្រមាត់គឺជាកន្លែងផ្ទុកនូវភាពក្លាហាននិងថាមពលជីវិតរបស់មនុស្សពួកគ្រូវេទមន្តខ្មៅត្រូវការប្រមាត់មនុស្សជាពិសេសប្រមាត់របស់ក្មេងៗឬមនុស្សដែលមានលក្ខណៈពិសេសដើម្បីយកទៅលាយជាមួយប្រេងសិល្ប៍ធ្វើឲ្យពួកគេមានអំណាចមើលមិនឃើញឬកាប់មិនមុតជាដើមត្រឹមត្រូវកាលពីខ្ញុំនៅក្មេងលោកយាយខ្ញុំធ្លាប់ប្រាប់ថាពួកប្រមាត់ប្រម៉ង់នេះមិនមែនដើរចាប់មនុស្សផ្ដេសផ្ដាស់ទេពួកគេតែងតែសម្លឹងមើលក្មេងណាដែលដើរលេងឆ្ងាយពីផ្ទះនៅពេលប្រលប់ពេលដែលព្រះអាទិត្យរៀបលិចគេហៅថាពេលវេលាខ្មោចលងពេលនោះហើយដែលពួកគេចេញធ្វើសកម្មភាពយ៉ាងស្ងៀមស្ងាត់បំផុតពុតធោឲ្យនឹកឃើញកាលពីមុនធ្លាប់នួចម៉ាក់ទៅលេងលាក់កន្សែងនៅវាលស្រែពេលល្ងាចបាត់ដឹងថារឿងពិតវាយ៉ាងនេះប្រហែលជាមិនហ៊ានចេញពីផ្ទះទេចុះពួកវាមានរូបរាងយ៉ាងម៉េចទៅមានពាក់ម៉ាស់ឬតែងខ្លួនចម្លែកទេចាស់ដំណាលថាពួកគេស្លៀកពាក់ខោអាវពណ៌ខ្មៅឬពណ៌ងងឹតពាក់មួកស៊ុបចិត្តមុខហើយតែងតែស្ពាយថងយាមឬក៏រងធំមួយតាមខ្លួនពួកគេមានកំបិតសាំកៃតូចមួយយ៉ាងមុតសម្រាប់វះយកប្រមាត់យ៉ាងរហ័សបំផុតដោយមិនឲ្យជនរងគ្រោះដឹងខ្លួនទាន់នោះទេនិយាយពីរឿងនេះខ្ញុំនឹកឃើញរឿងរន្ធត់មួយដែលធ្លាប់កើតឡើងនៅភូមិខ្ញុំកាលពីជាង20ឆ្នាំមុនកាលនោះមានក្មេងប្រុសម្នាក់អាយុប្រហែល7ឆ្នាំបានបាត់ខ្លួននៅពេលល្ងាចម៉ោងប្រហែល6អ្នកភូមិផ្អើលឆោឡោដើររកពេញភូមិយកចន្លុះដុតភ្លើងរកគ្រប់ច្រកល្ហកទាំងអស់តែរកមិនឃើញសោះហាបាត់ខ្លួនមែនតែនហ្មងហើយចុះយ៉ាងម៉េចទៀតកុំប្រាប់ណាថាត្រូវពួកប្រមាត់ប្រមងចាប់យកទៅនោះខ្ញុំចាប់ដើមព្រឺក្បាលហើយណាមែនហើយ2ថ្ងៃក្រោយមកមានអ្នកគង្វាលគោធំម្នាក់ដើរចូលទៅក្នុងព្រៃឫស្សីក្បែរជើងភ្នំក៏ប្រទះឃើញក្មេងប្រុសនោះដេកសន្លប់បាត់ស្មារតីនៅលើគំនរស្លឹកឈើអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺនៅត្រង់ពោះខាងស្ដាំរបស់ក្មេងនោះមានស្នាមវះតូចមួយប៉ុនម្រាមដៃប៉ុន្តែគ្មានឈាមហូរចេញមកស៊ុងបីមួយដំណក់ពេលបញ្ជូនទៅមន្ទីរពេទ្យគ្រូពេទ្យពិនិត្យឃើញថាប្រមាត់របស់គេត្រូវបានបាត់បង់ទៅហើយនេះហើយជាសកម្មភាពរបស់ពួកគ្រូសិលផ្លូវងងឹតពួកគេមានមន្តវិជ្ជាអាចធ្វើឲ្យជនរងគ្រោះសន្លប់ដោយគ្រាន់តែផ្លុំផ្សែងឬសូត្រផ្លុំពីចម្ងាយពេលក្មេងនោះសន្លប់ពួកគេក៏វះយកប្រមាត់ដោយប្រើកាំបិតសិលដែលកាត់ស្បែកឲ្យមិនហូរឈាមនិងមិនបន្សល់ស្លាកស្នាមធំដុំនោះទេជនរងគ្រោះភាគច្រើនស្លាប់ប៉ុន្តែក្មេងម្នាក់នោះប្រហែលជាមានសំណាងទើបរស់រានមានជីវិតរហូតមកដល់សប្តាហ៍ថ្ងៃសាហាវណាស់បែបញ៉ាស់តៅបានជាម៉ាក់ប៉ាតែងតែផ្ដាំថាកុំឲ្យទទួលនំចំណីពីអ្នកចម្លែកឬកុំដើរតាមគេនៅពេលយប់រឿងនេះមិនមែនត្រឹមតែជារឿងប្រឌិតទេវាជារឿងពិតដែលលាក់កំបាំងនៅក្នុងសង្គមយើងតាំងពីយូរយារណាស់មកហើយចំណុចមួយទៀតដែលយើងត្រូវដឹងគឺរឿងប្រមាត់ប្រម៉ង់នេះមិនមែនមានតែនៅស្រុកខ្មែរយើងទេ
នៅប្រទេសជិតខាងឬនៅតំបន់អាស៊ីអាគ្នេយ៍យើងនេះក៏មានរឿងព្រេងស្រដៀងគ្នានេះដែរនេះបញ្ជាក់ថាការជួញដូរគ្រឿងក្នុងឬការប្រើប្រាស់សរីរាង្គមនុស្សក្នុងជំនឿអរូបីគឺជាបញ្ហាមួយដែលធ្លាប់កើតមានយ៉ាងទូលំទូលាយកាលពីសម័យមុនត្រូវហើយជួនកាលពាក្យថាប្រមាត់ប្រម៉ង់អាចជារូបភាពបិទបាំងមួយនៃឧក្រិដ្ឋកម្មជួញដូរមនុស្សកាលពីសម័យនោះដោយសារប្រជាជនយើងមានជំនឿលើអភិយជំនឿខ្លាំងទើបរឿងរ៉ាវឧក្រិដ្ឋកម្មទាំងនោះត្រូវបានបំផ្លែងទៅជារឿងសិល្បសាស្ត្រភ្លើងងងឹតដើម្បីឲ្យក្មេងៗកាន់តែខ្លាចនិងមិនហ៊ានដើររហិតរហូតនៅពេលយប់អូបើយើងគិតក្នុងផ្លូវវិទ្យាសាស្ត្រនិងសង្គមសាស្ត្រវាពិតជាសមហេតុផលមែនការបង្កើតរឿងភ័យរន្ធត់នេះឡើងគឺជាយុទ្ធសាស្ត្រមួយរបស់ចាស់ៗដើម្បីការពារសុវត្ថិភាពកូនចៅតែទោះជាយ៉ាងណាក៏ដោយអារម្មណ៍ភ័យខ្លាចចំពោះខ្មោចប្រមាត់ប្រម៉ង់នៅតែដក់ជាប់ក្នុងខួរក្បាលខ្ញុំជានិច្ចឲ្យតែដើរកាត់កន្លែងងងឹតតែឯងតែងតែមានអារម្មណ៍ថាមានមនុស្សស្លៀកខ្មៅកំពុងលួចមើលពីក្រោយខ្នងមិនបាច់ខ្លាចដល់ថ្នាក់នឹងទេក្នុងយុគសម័យទំនើបនេះអាជ្ញាធរមានសមត្ថកិច្ចមានការយាមកាមតឹងរឹងការជួញដូរមនុស្សឬការចាប់ក្មេងយកទៅវះកាត់ផ្ដេសផ្ដាស់មិនងាយនឹងកើតឡើងនោះទេប៉ុន្តែយើងក៏មិនត្រូវធ្វេសប្រហែសដែរត្រូវតែប្រុងប្រយ័ត្នជានិច្ចមិនថានៅទីក្រុងឬនៅជនបទនោះទេប៉ុន្តែនិយាយតាមត្រង់ទៅពេលខ្លះខ្ញុំឮព័ត៌មានតាម Facebook អំពីឡានតាក់ស៊ីឬឡានទូខ្មៅដែលបើកតាមចាប់ក្មេងនៅតាមខេត្តខ្ញុំនៅតែព្រឺសម្បុរដដែលវាហាក់ដូចជារឿងប្រមាត់ប្រម៉ង់នេះបានវិវត្តខ្លួនពីរឿងព្រេងបុរាណមកជាទម្រង់អុក្រិដ្ឋកម្មទំនើបអញ្ចឹងវិធីសាស្ត្រប្រហែលជាខុសគ្នាតែគោលបំណងគឺនៅតែអាក្រក់ដដែលយល់ស្របទាំងស្រុងពីមុនគេដើរចាប់យកទៅធ្វើសិលឥឡូវគេប្រហែលជាចាប់យកទៅលក់គ្រឿងក្នុងឲ្យទីផ្សារងងឹតនៅក្រៅប្រទេសដូច្នេះហើយទោះជារឿងប្រមាត់ប្រម៉ង់ជាខ្មោចឬជាមនុស្សក៏ដោយអ្វីដែលយើងត្រូវធ្វើគឺត្រូវអប់រំកូនក្មួយឲ្យចេះការពារខ្លួនមិនត្រូវទុកចិត្តអ្នកចម្លែកជាដាច់ខាតនេះគឺជាសារដ៏សំខាន់បំផុតដែលយើងចង់ផ្ដល់ជូនអ្នកទស្សនានៅថ្ងៃនេះរឿងភ័យរន្ធត់មិនមែនមានត្រឹមតែសម្រាប់ស្ដាប់កម្សាន្តនោះទេប៉ុន្តែវាបង្កប់នូវមេរៀននិងការក្រើនរំលឹកដល់យើងគ្រប់គ្នាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃកុំបណ្ដោយឲ្យកូនចៅដើរលេងឆ្ងាយពីផ្ទះដោយគ្មានមនុស្សចាស់តាមមើលថែឲ្យសោះមែនហើយពេលនេះមេឃក៏ចាប់ផ្ដើមងងឹតហើយដែរយើងគួរតែប្រញាប់បញ្ចប់វីដេអូហើយត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញទៅខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាសាច់ដុំកញ្ចឹងកខ្ញុំរឹងមិនដឹងទេប្រហែលជាមានអ្នកណាកំពុងសម្លឹងមើលពួកយើងពីជ្រុងងងឹតណាមួយហើយមើលទៅសើចបែបភ័យកុំចេះតែបន្លាចគ្នាលេងអញ្ចឹងមើលខ្ញុំក៏ចាប់ផ្ដើមព្រឺឆ្អឹងខ្នងដែរហើយតោះយើងរៀបចំអីវ៉ាន់ត្រឡប់ទៅវិញអ្នកទាំងអស់គ្នាកុំភ្លេចឆែកមើលក្រោមក្រែផងយប់នេះប្រយ័ត្នមានអ្នកស្ពីការ៉ុងខ្មៅមកលេងអរគុណមិត្តទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះរហូតដល់ចប់បើចូលចិត្តរឿងភ័យរន្ធត់និងអាថ៌កំបាំងបែបនេះកុំភ្លេចចុច like share និង subscribe ដើម្បីកុំឲ្យរំលងវីដេអូថ្មីរាត្រីសួស្តីនិងសូមប្រុងប្រយ័ត្ននៅពេលយប់